ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់នៅមុខងារមួយដែលមានឈ្មោះថា AutoCAD នេះបងប្អូនមុខងារ AutoCAD ហ្នឹងតួនាទីវាគឺវា auto កាត់copyright បងប្អូនដែលវាធានាបាន 90% អត់ចុះ copyright Facebook TikTok YouTube បងប្អូនប៉ុន្តែលក្ខខណ្ឌវាទោះត្រាតែវីដេអូនោះអត់មានបទចម្រៀងឬក៏ភ្លេងបងប្អូនអញ្ចឹងគឺវាធានា 90% អត់ចុះ copyright បងប្អូនអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីមុខងារ AutoCAD ចំពោះមុខងារផ្សេងខ្ញុំអត់តលំអិតទេចាំលំអិតវីដេអូក្រោយអានេះគឺការសេរីដោយដៃណាបងប្អូនប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីការប្រើប្រាស់ AutoCAD វាលឿនជាងបងប្អូនវាលឿនជាងសេរីដៃអញ្ចឹងយើងទៅមើលវីដេអូទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីបងប្អូនដាក់ license ហើយនេះ license បន្ទាប់ពីបងប្អូនបាន license ពីខ្ញុំហើយបងប្អូនអាចប្រើប្រាស់បានហើយអញ្ចឹងបងប្អូនបើកកម្មវិធីមកឥឡូវខ្ញុំបើកសារថ្មីឲ្យបងប្អូនទាំងអស់គ្នាមើលអញ្ចឹងបន្ទាប់ពីបើកមកបងប្អូនត្រូវ select វីដេអូបងប្អូនអាច select ជាវីដេអូមួយអញ្ចឹងក៏បានឬក៏បងប្អូនអាច select ជា folder តែម្ដងទៅវាបានច្រើនណាស់អញ្ចឹងបងប្អូនអាចចុច select folder មកអញ្ចឹងនៅក្នុង folder បងប្អូនមានប្រមាណវីដេអូគឺវាយកទាំងអស់ណាអញ្ចឹងឧទាហរណ៍យកនៅក្នុងនេះអញ្ចឹងគឺវាមកទាំងអស់ហើយវីដេអូហើយបងប្អូនអាចឆែកមើលបាននៅក្នុង folder អញ្ចឹងវីដេអូទាំងអស់មាន195វីដេអូណាបងប្អូននេះគ្រាន់តែឧទាហរណ៍ទេអញ្ចឹងបន្តបងប្អូនត្រូវធ្វើមួយទៀតបងប្អូនត្រូវគ្រីសកន្លែងនេះបងប្អូនគ្រីស AutoCAD ណាទៅវាធ្វើការណាហ្នឹងហើយបន្តមកបងប្អូនមើល hardware កុំព្យូទ័របងប្អូនទាំងនេះ hardware ប្រើប្រាស់គេ NVIDIA ឬក៏អីផ្សេងទៅតែសម្រាប់កុំព្យូទ័រខ្ញុំគឺ NVIDIA អញ្ចឹងខ្ញុំយក NVIDIA បើសិនជាបងប្អូនអត់ដឹងទេមិនឬក៏បានបងប្អូនមិនជាបញ្ហាទេបងប្អូនជិះដាន CPU ទៅបានហើយមិនខ្វល់ទេណាបន្តមក quality យើងមានដល់ 4K ហ្នឹងហើយបងប្អូនអាចរើសបានហើយលើគេហ្នឹង kit original ហ្នឹងបានន័យថាវីដេអូហ្នឹងគុណភាពបែបណាពេល sell ទៅវីដេអូនៅត្រៃវាអត់ខុសទេអញ្ចឹងវីដេអូនឹងបែបណា sell ទៅវីដេអូបែបហ្នឹងឯងវីដេអូនឹងច្បាស់ sell ទៅច្បាស់វីដេអូនឹងអត់ច្បាស់ sell ទៅអត់ច្បាស់ណាឬក៏បងប្អូនចង់បាន 4K ក៏បានដែរ 4K ទៅច្បាស់ហ្មងគ្រាន់តែ 4K វាអាចនឹងចំណាយពេល sell យូរបន្តិចណាបងប្អូនអញ្ចឹងខ្ញុំយកឧទាហរណ៍យក18ចុះណាបន្តបងប្អូនទៅរើសកន្លែងទុកវីដេអូណាបងប្អូនអញ្ចឹងខ្ញុំទុកនៅ folder នេះបងប្អូនក៏អាចជិះបាត់មើលបានដែរនេះលុបចោលបន្តមកបងប្អូនអាចថែម hashtag ណាបងប្អូន hashtag បងប្អូនអាចថែមពី1ទៅដល់3 hashtag សម្រាប់ការថែម hashtag បងអាចថែមបែបនេះចាំតិចបងប្អូនអាចចុចមួយមកអាចដក clear ឧទាហរណ៍បងឲ្យបងដាក់ hashtag ចឹងដែរឧទាហរណ៍ចឹងអាចច្រឡំចឹងទេណាចឹងបានទេបងប្អូនកុំអាចកុំដាក់លើសពី2អីដោយសារបើសិនជាដាក់3 4វាអាចមានបញ្ហាដែលពេលយើង share វីដេអូមានបញ្ហា share អត់ជាប់អីចឹងទៅអញ្ចឹងបើសិនជាបងប្អូន share អត់ជាប់បញ្ហាតែមួយគឺបញ្ហា hashtag ណាហ្នឹងហើយគឺអស់ហើយបន្តមកបងប្អូនអាចសេរីនៅកន្លែងនេះកន្លែងលេខ3នេះបានន័យថាក្នុងម្ដងវាធ្វើការ share វីដេអូ3ណា3ក្នុងពេលតែមួយវា share 3ចប់3ទៀត3រហូតដល់195វីដេអូហ្នឹងណាអាហ្នឹងវាស៊ីសងទៅលើ CPU បងប្អូនទាំងអស់គ្នាដែរបើសិនជា
បងប្អូនកុំតែបងប្អូនទាំងអស់គ្នាមាន8ខបងអាចដាក់ត្រឹមពី5ទៅ6បានហើយកុំដាក់ដល់8ខឬក៏បងប្អូនកុំតែបងប្អូនទាំងអស់គ្នា RAM តិចអីបងប្អូនអាចដាក់តែមួយក៏បានដែរហ្នឹងហើយអញ្ចឹងដោយសារកុំព្យូទ័រខ្ញុំមាន8ខវារៀងខ្លាំងដូចអញ្ចឹងខ្ញុំដាក់ត្រឹម4ទៅ5បានហើយណា4ចឹងទៅហើយបើសិនជា RAM 16 32អីអាចដាក់4ទៅ5បានណាបើសិនជា RAM ត្រឹម 8GB អីដាក់តែ2ក៏បានដែរអត់អីទេបងប្អូនហើយបើបងប្អូនចង់បានលឿនណា SEO លឿនពេល SEO ទៅលឿនអញ្ចឹងបងប្អូនអាចជីក fast ក៏បានដែរគ្រាន់តែពេលបងជីក fast quality វានឹង auto ទៅ720ណាហ្នឹងហើយពេលដែលវា SEO ចប់បងប្អូនចង់ឲ្យវាបិទ auto បិទ laptop auto បងប្អូនអាចជីកគ្រីសក៏បានដែរជីកគ្រីសឡើងនេះមកហ្នឹងហើយអញ្ចឹងខ្ញុំអត់ចង់ឲ្យបិទទេខ្ញុំអត់គ្រីសទេចឹងអានោះចំពោះមុខងារ AutoCAD ណាហើយបងប្អូនអាចអានេះ speak វា auto ទៅ 1.3 speak 3x បងប្អូនអាចបន្ថែមពីលើហ្នឹងក៏បានដែរអាចស្រេពីលើហ្នឹងក៏បានដែរណាចឹងខ្ញុំអត់ស្រេទេខ្ញុំយក 1.3 ទៅដែរហើយនេះទម្រង់វា auto តែម្ដងនេះវីដេអូបញ្ជាណាគឺវា auto ស្រេឲ្យយើងហ្មងស្រាប់សលេងគឺវាបន្ថែមសលេងទៅដល់133សលេងវាបន្ថែមហើយវាក៏អូតូធ្វើឲ្យសលេងច្បាស់ជាងមុនព្រោះតែវាដាក់ effect សលេងគឺរៀងស្រួយណាវាមានសលេងធ្ងន់សលេងរេឆារេយន្តអីយ៉ាងតែយកសលេងស្រួយហើយកន្លែងនេះ text បងចង់ដាក់ text ដូចឈ្មោះ page អីចឹងអាចដាក់បន្ថែមបានកន្លែងនេះគឺ subtitleចំពោះ subtitle គឺវា auto បើថាក្នុង system វាមាន8 subtitle អញ្ចឹងវា auto បើថាវារើសពី1 2វា random អញ្ចឹងណាហ្នឹងហើយ subtitle ដាក់ subtitle ដើម្បីកុំឲ្យ AI វាស្រួលចាប់បានណាថារបស់យើងយកពីគេអីហ្នឹងវាចាប់អញ្ចឹងកាលណាយើងដាក់ subtitle ក៏វាពិបាកប្រៀបធៀបដែរវាពិបាកចាប់ដែរអញ្ចឹងក៏ល្អដែរតោះមកមាន watermark ណា logo បងប្អូនអាចដាក់បានណាហ្នឹងហើយបើសិនជាមានបងប្អូនអាចដាក់ក៏បានដែរហ្នឹងហើយតោះមក music បងចង់ដាក់ភ្លេងពីក្រោយអីអាចដាក់បានដាក់ភ្លេងតែនេះខ្ញុំអត់ដាក់ទេមួយទៀតបងប្អូនអាចសេរីពលឺ contrast solution អីចឹងបងប្អូនអាចសេរីបានតែនេះវា auto ហើយបងប្អូនអាចចង់សេរីបន្ថែមក៏បានដែរអត់អីទេតែខ្ញុំយកតាមនោះទេបន្ទាប់មកវាយក filter វាយក shaping អាហ្នឹងមានន័យថាច្បាស់ណាបងប្អូនវាមាន cool tone warm tone នេះតែបើសិនជាបងប្អូនអត់ដឹងអីមិនអត់ដឹងយកឯណាមិនទេឲ្យវា auto តែណាឲ្យវា auto អានេះ frame ពណ៌ខ្មៅអញ្ចឹងមានថាអា frame video គិនវីដេអូវាចេញពណ៌ខ្មៅណាខ្មៅហើយយកតែមក pixel ហើយយើងទូចខ្សែពណ៌ខ្មៅជាមួយខ្ញុំពេល share ទៅខ្ញុំប្រាប់ថាហ្នឹងមិនណាអញ្ចឹងបងប្អូនមិនស្រេក៏បានដែរណាចេះតែគ្រីស auto cut ទៅវាកាត់ឲ្យអញ្ចឹងបន្ទាប់មកយើង share មកបងប្អូនអញ្ចឹងវាធ្វើការ share ហើយមិញមាន195វីដេអូសម្រាប់តម្លៃធូរបងអាចទិញមួយខែឬក៏3ខែ6ខែកន្លះឆ្នាំបងប្អូននឹងឲ្យបងប្អូនមិនដាច់ record បងប្អូនឥឡូវ record ម្ដងទៀតចឹងឥឡូវវាកំពុងតែ share ហើយបងប្អូនមើលវាបាន open នេះវីដេអូវាកំពុង share នេះហើយយើងមើលវាមិនដែរគុណភាពវីដេអូWhat is your biggest pet peeve in a guy? Definitely clinginess, like when they're obsessed right off the bat. Like I told a guy that I was going to Paris and he literally is going to Paris for the same
dates as me, and I have gone on 2 dates with him. I mean, that's nice, like romantic. Well, yeah, but it's a girls trip. It's a girls trip. Yeah, it's a girls trip. I mean, he can be one of the girls. Trip by myself. ចឹងយើងឃើញថាវីដេអូគឺវាបញ្ជាក់រង្វាន់ពីស្ដាំទៅឆ្វេងហើយក៏វាមាន subtitle ដែរនេះ subtitle នៅក្រោមវាអូតូហើយក៏មាន frame ប្រខ្មៅនៅគៀននេះ frame ប្រខ្មៅហើយវីដេអូគឺឃើញថាវាដុតជាងវីដេអូស៊ីនហ្នឹងបងជាមួយនឹងវីដេអូស៊ីនឲ្យមើលមួយណាវីដេអូស៊ីននេះ What is your biggest pet peeve in a guy? អូមែន Definitely clinginess. ជាឧទា Like ហរ when ណ៍ they're ឥឡូវឧទាហរណ៍ហ្នឹងវាស្តីតែគ្នាបងអញ្ចឹងអសឃើញថាវាអត់បញ្ជាក់ទេតែមិញគឺវាបញ្ជាក់បងហើយអត់មាន subtitle ទេហើយកន្លែងហ៊ីងសៀតែពេលហើយសលេងក៏ស្រែកដូចម្នេះដែរបងតែពេលយើងដាក់អូតូទៅសលេងវាហ៊ីងស្រួយបងអញ្ចឹងកាលណាវាចេញអញ្ចឹងទៅ AI Facebook ក៏វាពិបាកប្រៀបធៀបពិបាកចាប់ដែរថាវីដេអូយើងគឺវីដេអូយកពីគេវាពិបាកបងយើងចាប់អត់បានទេហ្នឹងហើយ What is your biggest pet peeve in a guy? Definitely clinginess. Like when ណែលឺអត់ស្លេងវាហ៊ាងស្រួយបងញ៉ាំវីដេអូហ្នឹងដែរយើងឃើញថាអសវាបញ្ជាហើយកន្លែងដុតបើសិនខ្ញុំយក fast យើង fast ទៅវាយក720បងបើសិនជាយក 4K ក៏នៅច្បាស់ជាងហ្នឹងបងតែតផលចឹងតែប៉ុណ្្នឹងទៅគឺវា AI Facebook ចាប់លេងបានបងវាចាប់លេងបានហើយតែសូមវីដេអូក៏មានចម្រៀងបងបើសិនជាវីដេអូមានចម្រៀងក៏ខាត20ដែរបងអញ្ចឹងសម្រាប់ version មួយនេះគឺ version 1.1 គឺល្អមានប៉ុណ្ណឹងនេះអញ្ចឹងសង្ខេបមកវិញបងអូមិញថាប្រាក់តម្លៃតែវាដាច់ record អត់នៅ5ម្ដងទៀតបងចឹងសម្រាប់តម្លៃគឺមួយខែគឺ9.99ដុល្លារបើសិនជាបងប្អូនយកកន្លះឆ្នាំ49.99បងហើយ Telegram បើសិនជាបងប្អូនឃើញវីដេអូនៅក្នុង YouTube បងប្អូនអាចឆាតតាម Telegram ខ្ញុំមកនេះ9.096 46 009 59បងឆាតតាម Telegram មកខ្ញុំណែនាំពន្យល់បន្ថែមបើសិនជាវាចង្អល់ចឹងសម្រាប់បងប្អូនដែលគាត់ចង់តេស្តខ្ញុំអាចឲ្យតេស្ត free 3ថ្ងៃនេះឲ្យ free 3ថ្ងៃបងមើលបើសិនជា3ថ្ងៃហ្នឹងបងប្អូនពេញចិត្តបងប្អូនអាចទិញមួយខែទៅនេះចឹងសង្ខេបមកវិញបងប្អូនបើសិនជាបងប្អូនប្រើ AutoCAD បងប្អូនទី1បងប្អូនត្រូវរើស folder video ទី2បងប្អូន complete create មក create ឲ្យបងប្អូនចុច save មកគឺបានហើយបងប្អូនហើយពេល save ហ្នឹងបងប្អូនអាចទៅផឹកកាហ្វេសិនក៏បានដែរបងប្អូននេះចឹងឃើញថាឥឡូវខ្ញុំ stop ទៅតែឧទាហរណ៍បងកាលណា stop គឺវាឈប់ឲ្យឈប់ save បងហើយ stop ទៅចឹងពេលកំពុងតែ save បងកុំបើកកម្មវិធីផ្សេងបងបើកតែមួយតែបើតែយើងបើកច្រើនហើយចឹងវីដេអូយើងមានប៉ុណ្្នឹងបងជាមួយវីដេអូក្រោយយើងលម្អិតអំពីការស្រែកដៃបងស្រែកដៃស្រែកខ្លួនឯងបងតែបើសិនជាបងប្អូនចង់រៀនអីជាអូតូទៅរៀនហ្នឹងបងចឹងវីដេអូយើងមានប៉ុណ្្នឹងបងជួបគ្នាវីដេអូក្រោយបង